សូមគ្រូជំរាបសួរលោកគ្រូអ្នកខ្ញុំសួរលីនដាមកពីថ្នាក់អំលេខរៀងទី14ថ្ងៃនេះសូមមកធ្វើការឆ្លុះបញ្ចាំងពាក់ព័ន្ធជាមួយនឹងមេរៀនក្នុងសប្តាហ៍ទី8មុខវិជ្ជាវិទ្យាល័យការសិក្សាហើយសប្តាហ៍ទី8របស់យើងគឺការវិទ្យាល័យការអនុវត្តការវិទ្យាល័យជាក់លាក់និងនីតិសម្បត្តិយើងមិនខុសគ្នាពីសប្តាហ៍មុនដែលយើងបានហ៊ានមកទេពាក់ព័ន្ធជាមួយនឹងមេរៀនមួយយ៉ាងតែតែមានវត្ថុអំណះហើយនិងមេត្តាមេរៀនចឹងនៅក្នុងវត្ថុអំណះនៃមេរៀននេះបន្ទាប់ពីយើងសិក្សាហើយសិស្សអាចកំណត់បាននិយមន័យលក្ខណៈពិសេសនៃការវិតម្លៃអនុវត្តការវិតម្លៃជាក់លាក់និងនីតិសម្បត្តិដើម្បីបោះវិញពីបំណិនចំណុចខ្លាំងនិងដែនកំណត់នៃការវិតម្លៃប្រភេទនេះកំណត់ភាពខុសគ្នារវាងតារាងបញ្ជីត្រួតពិនិត្យមេត្តាដាក់ពិន្ទុនីតិសម្បត្តិនិងកំណត់ពីប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពនៃនីតិសម្បត្តិសរសេរនីតិសម្បត្តិសម្រាប់ការវិតម្លៃអនុវត្តនិងវិតម្លៃជាក់ស្ដែងរួចជ្រើសរើសឧបករណ៍វិតម្លៃនីមួយៗដើម្បីប្រើប្រាស់បានត្រឹមត្រូវចឹងនៅក្នុងមេត្តាយើងមាន9ចំណុចចំណុចទី1យើងនិយាយអំពីការវិតម្លៃការអនុវត្តនិងការវិតម្លៃជាក់លាក់ទី2យើងនិយាយអំពីចរិតលក្ខណៈនៃការវិតម្លៃអនុវត្តទី3យើងនិយាយអំពីចំណុចខ្លាំងចំណុចខ្សោយនិងដែនកំណត់នៃការវិតម្លៃការអនុវត្តទី4យើងនិយាយអំពីតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ការវិតម្លៃក្នុងការអនុវត្តហើយទី5យើងនិយាយអំពីដំណើរការនៃការវិតម្លៃការអនុវត្តទី6លទ្ធផលការសិក្សារំពឹងទុកក្នុងមួយពេលសិក្សាទី7គឺការដាក់ពិន្ទុនិងការវិតម្លៃទី8នីតិសម្បត្តិប្រភេទនីតិសម្បត្តិនិងសារៈប្រយោជន៍នៃការវិតម្លៃនឹងទី9គឺសំណុំពរក្នុងការបង្កើតនីតិសម្បត្តិចឹងចូលដល់ចំណុចទី1ខ្ញុំចូលដល់ចំណុចការវិតម្លៃការអនុវត្តនិងការវិតម្លៃជាក់លាក់ចឹងនៅក្នុងការវិតម្លៃអនុវត្តនិងការវិតម្លៃជាក់លាក់នេះគឺយើងវិតម្លៃលើអ្វីចឹងការវិតម្លៃលើការអនុវត្តនេះគឺយើងនិយាយអំពីការវាស់ស្ទង់សមត្ថភាពចឹងពាក់ព័ន្ធមួយការវាស់ស្ទង់សមត្ថភាពគឺយើងចង់ដឹងថានៅក្នុងការវិតម្លៃហ្នឹងគឺសមត្ថភាពនៃការអនុវត្តរបស់និស្សិតឬក៏សមាជិកនៅក្នុងក្រុមហ្នឹងមានសមត្ថភាពប្រមាណពាក់ព័ន្ធមួយចំណេះដឹងហើយនឹងបំណិនរបស់គាត់ចឹងបំណិនហ្នឹងគឺនៅពេលដែលគាត់អនុវត្តគាត់ត្រូវការចំណេះដឹងហើយបំណិនហ្នឹងសម្រាប់ធ្វើអ្វីមួយបានចឹងនៅក្នុងការវិតម្លៃការអនុវត្តជាក់លាក់ហ្នឹងគឺជាប្រភេទនៃការវិតម្លៃឲ្យសិស្សអនុវត្តការងារជាក់ស្ដែងដើម្បីបង្ហាញពីការអនុវត្តប្រកបដោយចំណេះដឹងនិងជំនាញច្បាស់លាស់នៅពេលដែលយើងវិតម្លៃពាក់ព័ន្ធមួយតម្លៃជាក់លាក់គឺយើងបង្ហាញពាក់ព័ន្ធជាមួយនឹងការអនុវត្តការងារជាក់ស្ដែងនៅពេលដែលការអនុវត្តការងារជាក់ស្ដែងយើងអាចវិតម្លៃគាត់ប្រកបដោយប្រសិទ្ធភាពនេះថាម៉េចមានន័យថានៅពេលដែលយើងវិតម្លៃជាក់ស្ដែងទៅយើងអាចឲ្យពិន្ទុឬក៏វិតម្លៃគាត់នៅក្នុងពេលដែលគាត់អនុវត្តភ្លាមតែម្ដងចឹងការវិតម្លៃមានលក្ខណៈជាក់ស្ដែងនៅពេលយើងកំណត់ប្រភេទតេស្តជាប្រភេទកិច្ចការដែលសិស្សធ្វើសកម្មភាពចឹងនៅពេលដែលឧទាហរណ៍នៅក្នុងក្រុមឬនៅក្នុងសមាជិកកិច្ចធ្វើកិច្ចការមួយចឹងនៅពេលដែលលោកគ្រូក៏ដាក់ប្រធានបទដាក់កិច្ចការមកសិស្សគាត់មានសកម្មភាពក្នុងការអនុវត្តការងារហ្នឹងអត់ចឹងការវិតម្លៃការអនុវត្តនិងការកំណត់ជាក់លាក់ហ្នឹងយើងមាន6ចំណុចទី1យើងនិយាយអំពីពិតជាក់ស្ដែងទី2មានការវិនិច្ឆ័យច្នៃប្រឌិតទី3មានតម្រូវឲ្យសិស្សធ្វើការងារហើយទី4គឺផ្សារភ្ជាប់ទៅនឹងបទពិសោធន៍របស់មនុស្សពេញវ័យនៅកន្លែងការងារទី5គឺវិតម្លៃសមត្ថភាពទី6គឺផ្ដល់ឱកាសពិនិត្យឡើងវិញអនុវត្តពិចារណាធនធាននិងទទួលព័ត៌មានត្រឡប់ចំណុចនេះគឺលោកគ្រូបានបញ្យល់ពាក់ព័ន្ធជាមួយនឹងចំណុចមួយហើយចឹងដើម្បីឲ្យការវិតម្លៃអនុវត្តនិងការវិតម្លៃជាក់លាក់និងមានប្រសិទ្ធភាពគឺយើងអនុវត្តតាមជំហានទាំង6ចំណុចហ្នឹងទី2គឺយើងនិយាយអំពីចរិតលក្ខណៈនៃការវិតម្លៃការអនុវត្តចឹងនៅក្នុងការវិតម្លៃនេះគឺយើងមាន7ចំណុចទី1យើងនិយាយអំពីសិស្សសម្ដែងបង្កើតនិងកសាងផលិតឬនឹងធ្វើអ្វីមួយទី2យើងនិយាយអំពីសិស្សប្រើប្រាស់បំណិនផ្ដល់ហេតុផលទី3គឺប្រើប្រាស់កំណត់សំខាន់និងចាំបាច់ដែលពាក់ព័ន្ធទី4គឺជាទូទៅចម្លើយមានលើសពី1ទី6គឺតម្រូវឲ្យមាននីតិសម្បត្តិនិងលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការដាក់ពិន្ទុទី6គឺការងារប្រកបដោយនិរន្តរភាពហើយទី7គឺសិស្សពន្យល់ប្រាប់ហេតុផលនិងការពារចំណុចទី3គឺយើងនិយាយអំពីចំណុចខ្លាំងចំណុចខ្សោយនិងដែនកំណត់នៃការវិតម្លៃការអនុវត្តចឹងចំណុចខ្លាំងចំណុចខ្សោយគឺវាមានទី1គឺវាស់វែងពីបំណិននៃការបង្ហាញហេតុផលទី2គឺគ្រូប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់ការវិតម្លៃទី3គឺមានការចូលរួមយ៉ាងសកម្មពីសិស្សទី4លើកទឹកចិត្តសិស្សឲ្យវិតម្លៃខ្លួនឯងទី5គឺការសិក្សាកើតឡើងកំឡុងពេលវិតម្លៃទី6គឺសង្កត់ធ្ងន់លើការអនុវត្តចំណេះដឹងហើយទី7គឺផ្សារភ្ជាប់នឹងបំណិនជីវិតចំណុចខ្សោយក៏យើងមានដូចគ្នាពាក់ព័ន្ធជាមួយនឹងចំណុច
ខ្លាំងយើងបានដឹងហើយគឺមាន7ចំណុចមុននេះហើយចំណុចខ្សែទី1គឺពិបាកបង្កើតភាពជាក់លាក់ឬភាពជាក់លាក់មានភាពលំអៀងក្នុងការវាស់វែងដោយសារតែធម្មជាតិនៃការផ្ដល់ពិន្ទុរបស់គ្រូទី3គឺការសម្ដែងរបស់សិស្សប្រែប្រួលតាមពេលវេលានិងជាលទ្ធផលក្នុងការសន្និដ្ឋានបានត្រឹមត្រូវទី4គឺទាមទារឲ្យសិស្សពិចារណាលើពេលវេលាក្នុងការរៀបចំនិងបំពេញពិបាកក្នុងការរៀបចំផែនការសម្រាប់ពេលវេលាកំណត់ចុះឧទាហរណ៍បើពេលវេលាខ្លីពេកគឺសិស្សគាត់រៀបចំអាកិច្ចការដែលគ្រូដាក់ឲ្យធ្វើនឹងអត់ទាន់នេះអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចហ្នឹងគឺសិស្សទាមទារពេលវេលាដែលសមស្របទី4គឺមូលដ្ឋានតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ការវិតម្លៃការអនុវត្តចឹងនៅក្នុងនេះគឺទី1យើងសង្កេតអាកប្បកិរិយាឬសមត្ថភាពជាក់លាក់ទី2គឺយើងសង្កេតសមត្ថភាពស្មុគស្មាញឬជំនាញដែលមិនអាចវាស់បានដោយការសរសេរហើយទី3គឺកិច្ចការត្រូវផ្ដោតលើលំនាំដែលអាចបង្រៀនបានចេះសង្កេតអាកប្បកិរិយានិងឬសមត្ថភាពជាក់លាក់នឹងមិនឧទាហរណ៍បើយើងជាគ្រូដាក់កិច្ចការឲ្យសមាជិកក្រុមមួយគាត់ធ្វើអញ្ចឹងនៅពេលដែលអាកប្បកិរិយាគាត់បង្ហាញមកឬក៏សមត្ថភាពដែលគាត់មាននេះគឺវាអត់ជាក់លាក់វាអត់ច្បាស់លាស់អញ្ចឹងនៅពេលដែលដាក់កិច្ចការនោះទៅគឺសិស្សនឹងគាត់ធ្វើអត់បានទេហើយពាក់ព័ន្ធមួយសមត្ថភាពនៃការវាស់វែងឬក៏ការដាក់បន្ទុកហ្នឹងក៏យើងអាចវាស់វែងដោយការសរសេរបានដែរព្រោះសិស្សមួយចំនួនសិស្សខ្លះគាត់អាចវាស់វែងដោយគាត់អាចអនុវត្តបានដោយការទន្ទិញសិស្សខ្លះគាត់អាចអនុវត្តបានដោយការនិយាយសិស្សខ្លះគាត់អាចអនុវត្តបានដោយការធ្វើបទបង្ហាញភ្លាមៗចឹងយើងមិនអាចវាស់វែងឬក៏ដាក់បន្ទុកឲ្យគាត់ដោយការសរសេរបាននៅមុខទេទី5ពាក់ព័ន្ធមួយដំណើរការនៃការវិតម្លៃផ្អែកលើការអនុវត្តចឹងចំណុចនេះគឺយើងមានពីរជំហានទី1គឺយើងកំណត់គោលដៅក្នុងការកំណត់គោលដៅគឺយើងកំណត់ថាតើអ្នកនឹងវិតម្លៃពីអ្វីហើយទី2គឺអាចសម្រេចបានដោយការពិនិត្យលើស្តង់ដារនិងគោលបំណងសកម្មភាពទី2គឺជំហានទី2យើងនិយាយពីសកម្មភាពអនុវត្តចឹងនៅក្នុងការអនុវត្តយើងត្រូវចេះរៀបចំគម្រោងឬកិច្ចការដែលយើងអាចបង្ហាញចំណេះដឹងហេតុផលជំនាញឬកប្បកិរិយារបស់ពួកគេកិច្ចការទាំងនេះមានលក្ខណៈពិតប្រាកដជាមួយនឹងពិភពលោកពិតដែលអាចធ្វើទៅបានដោយមានភាពយុត្តិធម៌ហើយមួយទៀតបត់បែននិងអាចសង្កេតបានជាដំណើរការនៃការវិតម្លៃនេះគឺវាមានប្រមាណចំណុចហ្នឹងសម្រាប់ការរួមការគប់ផ្សំនៃការវិតម្លៃរបស់យើងពាក់ព័ន្ធមួយជំហាន3គឺយើងនិយាយអំពីលក្ខណៈវិនិច្ឆ័យចឹងបន្ទាប់ពីកិច្ចការឬគម្រោងត្រូវបានកំណត់លក្ខខណ្ឌចាំបាច់ត្រូវបានបង្កើតឡើងដើម្បីវិតម្លៃជោគជ័យរបស់សិស្សឬគុណភាពរបស់ផលិតផលឬបង្កើតលក្ខណៈវិនិច្ឆ័យចឹងនៅពេលដែលគម្រោងឬក៏ជំហាន2មិនបានបញ្ចប់យើងចូលដល់លក្ខណៈវិនិច្ឆ័យបានន័យថាការវិនិច្ឆ័យនេះយើងវិនិច្ឆ័យដោយតម្លាភាពន័យថាសិស្សនោះគាត់មានសមត្ថភាពធ្វើបានតែមែនតម្លៃភាពជោគជ័យរបស់សិស្សហ្នឹងអាចឈានដល់ចំណុចណាមួយអញ្ចឹងទៅគាត់អាចបង្កើតបានអីទី6គឺលទ្ធផលសិក្សារំពឹងទុកក្នុងពេលសិក្សាអញ្ចឹងពាក់ព័ន្ធមួយលទ្ធផលដែលសិក្សានេះយើងអាចនិយាយបានថានៅក្រោយពេលដែលយើងសិក្សាពីអ្វីមួយក្នុងរយៈពេល1ម៉ោងសិក្សាហើយយើងត្រូវផ្ដោតលើអីខ្លះអញ្ចឹងនៅក្នុងហ្នឹងមានចំណុចគោល4គឺទី1ការយល់ដឹងស៊ីជម្រៅទី2ការបង្ហាញហេតុផលទី3បំណិនហើយទី4គឺផលិតផលក្នុងការយល់ដឹងស៊ីជម្រៅនឹងយល់ដឹងមិនឧទាហរណ៍បើនៅក្នុងកិច្ចការមួយដែលគ្រូដាក់ឲ្យសិស្សគាត់ធ្វើហើយសិស្សនោះគាត់បានសិក្សាបានស្វែងយល់ហើយគាត់បានរៀនទៅគាត់អាចស្វែងយល់នៃដែលគ្រូដាក់មកហ្នឹងឬក៏មេរៀនដែលគ្រូដាក់មកហ្នឹងស៊ីជម្រៅនៅក្នុងក្រុមហ្នឹងហើយគាត់អាចបង្ហាញហេតុផលថាឧទាហរណ៍បើគាត់នៅក្នុងសមាជិកក្រុមគាត់ហ្នឹងធ្វើលំហាត់ចំណោទមួយអញ្ចឹងនៅពេលដែលគាត់ដោះស្រាយចំណោទហ្នឹងគាត់មានបំណិនឬក៏មានហេតុផលដែលគាត់ត្រូវលើកឡើងថាចំណុចហ្នឹងបានមកពីណាអញ្ចឹងមកឧទាហរណ៍បំរាប់ដែលគេប្រាប់មកគាត់មានហេតុផលដែលនិយាយថាឧទាហរណ៍បំរាប់ដែលគេប្រាប់មកហ្នឹងគាត់អាចលើកជាហេតុផលសម្រាប់ការដោះស្រាយចំណោទហ្នឹងហើយនៅពេលដែលគាត់បង្ហាញហេតុផលហើយគឺគាត់មានបំណិនប្រសិនបើគាត់អត់មានបំណិននៅក្នុងខ្លួនរបស់គាត់ទេគឺគាត់អត់អាចលើកហេតុផលឬគាត់បង្ហាញហេតុផលហ្នឹងបានទេចឹងអ្វីដែលគេចង់បានចុងក្រោយគឺផលិតផលនៅពេលដែលគាត់ដោះស្រាយលំហាត់ហ្នឹងបានគឺជាផលិតផលនៃការដោះស្រាយឬក៏ជាលទ្ធផលក្នុងការសិក្សារយៈពេល1ម៉ោងសិក្សាហ្នឹងឯង
ទី7គឺនិយាយអំពីការដាក់ពិន្ទុនិងការវិតម្លៃចឹងប្រភេទនៃការដាក់ពិន្ទុយើងចែកចេញជា3ធំទី1យើងនិយាយអំពីតារាងបញ្ជីត្រួតពិនិត្យទី2មានដ្ឋានវិតម្លៃទី3នីតិសម្បត្តិចឹងនីតិសម្បត្តិនឹងយើងមាន2ទឹកនៅក្នុងហ្នឹងគឺនីតិសម្បត្តិវិតម្លៃទិដ្ឋភាពរួមនីតិសម្បត្តិវិតម្លៃផ្នែកលម្អិតចឹងនីតិសម្បត្តិវិតម្លៃទិដ្ឋភាពរួមហ្នឹងមានថាម៉េចគឺជាការវិតម្លៃទូទៅនៅរួមនៅក្នុងការសិក្សានឹងតែម្ដងហើយនីតិសម្បត្តិវិតម្លៃតាមផ្នែកលម្អិតបានថាយើងអាចវិតម្លៃទៅតាមផ្នែកមួយដែលលោកគ្រូគាត់បានដាក់ឲ្យធ្វើនឹងកិច្ចការនឹងចំណុចទី8យើងនិយាយអំពីទេសបត្តិនិងប្រភេទទេសបត្តិនិងសារៈប្រយោជន៍ចឹងនៅក្នុងនឹងដែរយើងត្រូវស្វែងយល់និយមន័យពាក្យនីតិសម្បត្តិសិនចឹងនីតិសម្បត្តិគឺជាវិធីសាមញ្ញនិងមានប្រសិទ្ធភាពបំផុតក្នុងការវិតម្លៃដាក់ពិន្ទុលើការសម្ដែងចឹងនៅក្នុងនេះគឺវាជាវិធីដែលសាមញ្ញចឹងវាសាមញ្ញប៉ុន្តែវាមានប្រសិទ្ធភាពក្នុងការវិតម្លៃថាសិស្សហ្នឹងគាត់អាចធ្វើឬក៏អាចសម្ដែងជាក់លាក់បានកំណត់ណាជាការណែនាំដាក់ពិន្ទុដែលរួមមួយមានមាត្រដ្ឋានដែលបង្ហាញពីកម្រិតផ្សេងៗនៃសមត្ថភាពចឹងនៅក្នុងឧទាហរណ៍សមាជិកក្រុមមួយមានគ្នា6នាក់ចឹងពាក់ព័ន្ធមួយសមត្ថភាពរបស់គាត់គឺអត់ដូចគ្នាទេចឹងគ្រូអាចប្រើនីតិសម្បត្តិដើម្បីដាក់ពិន្ទុរួមទៅតាមសមត្ថភាពគាត់មួយឧទាហរណ៍នៅក្នុងការងារជាក្រុមមួយលោកគ្រូបែងចែកឲ្យរៀបចំជា slide media ចឹងទៅចឹងមាននិស្សិតខ្លះឬក៏សិស្សខ្លះគាត់ពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រគឺគាត់ចេះចឹងគេចាត់ចែងឲ្យគាត់ធ្វើកុំព្យូទ័ររៀបចំ slide ចឹងទៅសិស្សខ្លះគាត់ពូកែផ្ដល់មតិផ្ដល់ហេតុផលលើកឡើងចឹងគេតម្រូវឲ្យគាត់រកវិធីសាស្ត្រឬក៏ផ្ដល់ជាគំនិតអីចឹងទៅសិស្សខ្លះទៀតគាត់ពូកែក្នុងការកត់ត្រាចឹងនៅពេលដែលគ្រូដាក់កិច្ចការទៅគឺបកគលភារកិច្ចឲ្យគាត់ហ្នឹងគឺកត់ត្រាហើយពាក់ព័ន្ធជាមួយនឹងការបង្ហាញពីកម្រិតនៃសមត្ថភាពហើយយើងមានមាត្រដ្ឋានដែលត្រូវប្រើជាមួយនឹងលក្ខណៈវិនិច្ឆ័យដើម្បីបង្កើតតារាងមួយដែលមានពីរផ្នែកគឺផ្នែកវិនិច្ឆ័យនៅម្ខាងនិងបន្ទុកនៅម្ខាងទៀតចាអាហ្នឹងគឺយើងបែងចែកវាដាច់ពាក់ព័ន្ធជាមួយនឹងការវិនិច្ឆ័យហ្នឹងទូទៅហ្នឹងគឺយើងត្រូវវិតម្លៃមួយហើយពាក់ព័ន្ធជាមួយនឹងតាមផ្នែកហ្នឹងគឺយើងត្រូវវិតម្លៃមួយទៀតចឹងសារៈប្រយោជន៍នៃនីតិសម្បត្តិសារៈប្រយោជន៍វាមានអីខ្លះទី1តារាងពិន្ទុផ្ដល់នៅការវិតម្លៃបានយ៉ាងជាក់លាក់នៅលក្ខណៈសម្រាប់កម្រិតនៃការអនុវត្តនីមួយៗដែលសិស្សនិងគ្រូគួរតែផ្អែកលើការវិនិច្ឆ័យរបស់ពួកគេហើយទី2គឺតារាងពិន្ទុផ្ដល់ឲ្យសិស្សនៅព័ត៌មានច្បាស់លាស់អំពីរបៀបដែលពួកគេអនុវត្តបានល្អនិងអ្វីដែលពួកគេត្រូវការដើម្បីសម្រេចនៅពេលអនាគតដើម្បីឲ្យដំណើរការរបស់ពួកគេកាន់តែប្រសើរឡើងចឹងសារៈសំខាន់នៃនីតិសម្បត្តិវាមានប៉ុណ្ណឹងប៉ុន្តែបើយើងអត់វាតម្លៃតាមប្រភេទនីតិសម្បត្តិគឺវាមិនងាយស្រួលទេព្រោះតម្រូវព្រោះសមត្ថភាពនៃការសិក្សារបស់សិស្សគឺខុសគ្នាចឹងបើយើងប្រើនីតិសម្បត្តិទៅគឺយើងងាយស្រួលក្នុងការវាតម្លៃសិស្សទៅតាមនឹងដែរទី9គឺសំណុំពរមួយចំនួនក្នុងការបង្កើតនីតិសម្បត្តិចឹងនីតិសម្បត្តិល្អបំផុតដែលយើងរួមបញ្ចូលដំណើរការ2ឬ3បញ្ចូលគ្នាវាជាវាមានប្រយោជន៍ក្នុងការចាប់ផ្ដើមដោយបញ្ជាក់ពីរបៀបកំណត់វិន័យនៃការអនុវត្តក្នុងកម្រិតផ្សេងៗគ្នាត្រូវប្រកាសថាលក្ខណៈវិនិច្ឆ័យផ្ដោតលើចំណុចសំខាន់ៗនៃការអនុវត្តគូផ្គងប្រភេទនៃការវិតម្លៃជាមួយនឹងគោលបំណងនៃការវិតម្លៃហើយចំណុចចុងក្រោយគឺការពិពណ៌នាអំពីលក្ខណៈវិនិច្ឆ័យដែលគួរសង្កេតបានដោយផ្ទាល់ចឹងយើងត្រូវមើលថាត្រូវប្រកាសថាលក្ខណៈវិនិច្ឆ័យផ្ដោតលើចំណុចសំខាន់ៗនៃការអនុវត្តដែលល្អនៅពេលដែលយើងអនុវត្តនីតិសម្បត្តិឲ្យយើងត្រូវវាតម្លៃជាក់ស្ដែងទៀតថាអ្វីដែលយើងធ្វើហ្នឹងគឺវាបានត្រូវចំណុចដែលយើងចង់បានអត់ហើយគូប្រភេទនៃការវាតម្លៃហ្នឹងទៅតាមគោលបំណងនៃការវាតម្លៃចំណុចហ្នឹងគឺវាសំខាន់ដែរពាក់ព័ន្ធជាមួយនឹងការវាតម្លៃនេះបើយើងអត់មានការវាតម្លៃទេគឺនីតិសម្បត្តិយ៉ាងនេះគឺប្រើទៅវាអត់មានប្រសិទ្ធភាពហើយវិពណ៌នាពីលក្ខណៈដែលគួរតែសង្កេតបានដោយផ្ទាល់ចឹងនៅពេលដែលយើងសង្កេតឬក៏ពេលដែលយើងអនុវត្តហើយយើងអាចប្រើការពិពណ៌នាឡើងវិញដើម្បីបង្ហាញថាចំណុចដែលយើងនិយាយហ្នឹងគឺវាត្រូវទាំងអស់លក្ខណៈវិនិច្ឆ័យដែលគួរត្រូវបានសរសេរដូច្នេះឪពុកម្ដាយនិងអ្នកដទៃទៀតយល់ពីវា
លក្ខណៈចរិតនិងលក្ខណៈពិសេសដែលប្រើក្នុងមេត្រដ្ឋានគួរតែបានកំណត់ច្បាស់លាស់មានវិធានការសមស្របដើម្បីកាត់បន្ថយកំហុសក្នុងការដាក់បន្ទុកប្រព័ន្ធដាក់បន្ទុកត្រូវតែអាចធ្វើទៅបានចឹងនៅក្នុងមេរៀនពាក់ព័ន្ធជាមួយនឹងសប្តាហ៍ទី8នេះគឺមានតែប៉ុណ្្នឹងចំណុចទេយើងផ្ដោតសំខាន់តែលើការវិតម្លៃអនុវត្តការវិតម្លៃជាក់លាក់និងនីតិស្បត់ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ